សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចង់និយាយអំពីការចិញ្ចឹមខ្យងបាទនេះគឺជាខ្យងរបស់ខ្ញុំបានចិញ្ចឹមវារយៈពេល7កន្លះខែពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយខ្យងនេះគេហៅថាខ្យងជប៉ុនឬខ្យងកូរ៉េបាទខ្យងនេះមានតម្លៃថ្លៃហើយការចិញ្ចឹមខ្យងនេះដែរគឺវាជាការចិញ្ចឹមលើដំបងរបស់ខ្ញុំទេគឺខ្ញុំចិញ្ចឹមដាក់ពាងបាទគឺខ្យងនេះវាស្រួលចិញ្ចឹមណាពុកម៉ែបងប្អូនទាំងអស់គ្នាយើងចិញ្ចឹមដាក់ពាងធម្មតាឬមួយក៏ដាក់លូក៏បានដាក់តង់ក៏បានហើយសម្រាប់ចំណីរបស់វាអត់មានវិបាកទេពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺធម្មជាតិខៀវដូចជាស្លឹកបាសស្លឹកអីហ្នឹងបេះវាឲ្យវាដាក់ឲ្យវាទៅគឺវាស៊ីហើយបាទពុកម៉ែបងប្អូនហើយនេះគឺជាពងមកពងច្រើនមែនតើជុំវិញពាងតែម្ដងបាទខ្ញុំចាំតែ10ខ្យងជាងទេ17អីទេឥឡូវឡើងដល់23 24ខ្យងអញ្ចឹងគឺថាវាកើតលឿនមែនតើបាទត្រឹមកន្លះខែហើយកូនវាញាស់ឡើងចង់ពេញពាងណាពុកម៉ែបងប្អូនណានេះបាទអញ្ចឹងគឺស្រួលនៃការចិញ្ចឹមខ្យងនេះគឺជាស្លឹកបាសដែលខ្ញុំដាក់ឲ្យវាស៊ីរងហើយហ្នឹងហើយអត់មានពិបាកទេពុកម៉ែបងប្អូននេះបាទពុកម៉ែបងប្អូនចង់ចិញ្ចឹមគឺស្រួលបាទគ្រាន់តែមានពាងឬមួយកលូដាក់ទឹកមកហើយដាក់កប្លោកដាក់អីអញ្ចឹងមកវានៅបានហើយពុកម៉ែបងប្អូននេះបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូននេះបាទ